ចាសសូមជម្រាបសួរប្រិយមិត្តជាទីមេត្រីចារីករាយស្វាគមន៍មកកាន់វីដេអូថ្មីរបស់នាងខ្ញុំថ្ងៃនេះសូមនាំអារម្មណ៍ប្រិយមិត្តមកយល់ដឹងតាក់ទងទៅនឹងសៀមលួចអក្សរខ្មែររបស់យើងចាចាប់ពីសតវត្សទី15រហូតដល់សតវត្សទី16អ្នកប្រាជ្ញខ្មែរដែលត្រូវបានសៀមនិរទេសទៅប្រទេសវាបានបង្កើតប្រព័ន្ធភាសាថ្មីដោយផ្អែកលើភាសាខ្មែរពីសតវត្សទី15ដល់សតវត្សទី19តាមពិតទៅគេគ្រាន់តែលុបបំបាត់ពីតួអក្សរខ្មែរនៅអ្វីដែលខ្មែរចាត់ទុកថាជាក្បាលឬសក់និងដៃជើងនៃអក្សរខ្មែរហើយរចនាចេញជាទម្រង់អក្សរថ្មីមួយបែបហៅថាភាសាថៃយោងតាមសិលាចារឹករាមាកំផែងពិតឬមិនពិតចាប់ពីសតវត្សទី13នៅពេលដែលស្ដេចទី1នៃរដ្ឋសុខោទ័យឈ្មោះថាផាមឿងបានរៀបចំផែនការជាមួយចិនម៉ុងហ្គោលកាត់ផ្ដាច់សុខោទ័យចេញពីអាណាចក្រខ្មែរព្រះនាងអង្គសុខមហាទេវីមហេសីរបស់ផាមឿងដែលជាមាតានៃរាមាកំផែងបានបង្កើតប្រព័ន្ធសរសេរថ្មីចេញពីអក្សរខ្មែរនាសម័យអង្គរបង្កើតបានជាតួអក្សរថ្មីសម្រាប់រដ្ឋសុខោទ័យប៉ុន្តែអក្សរនេះត្រូវបានពួកតៃអយុធ្យាចាត់ទុកថាមានការពិបាកសម្រាប់ការប្រើប្រាស់របស់ពួកគេដូច្នេះហើយបានជាចាប់ពីសតវត្សទី15ពួកគេបានបង្កើតប្រព័ន្ធអក្សរថ្មីសម្រាប់ពួកសៀមប្រើប្រាស់ប៉ុន្តែតាមពិតទម្រង់របស់អក្សរសៀមទំនើបហាក់ត្រូវបានកែប្រែនៅរាជការរបស់រាមាទី4ដោយអ្នកប្រាជ្ញខ្មែរដែលត្រូវបាននិរទេសខ្លួនទៅរស់នៅប្រទេសសៀមជាមួយនឹងព្រះបាទអង្គឌួងនិងព្រះរាជបុត្ររបស់ព្រះអង្គព្រះបាទនរោត្តមនៅពាក់កណ្ដាលសតវត្សទី19ស្ដេចសៀមរាមាទី4ជាស្ដេចនៃកំណែទម្រង់ទាំងប្រព័ន្ធដឹកនាំទាំងទំនៀមទម្លាប់ប្រពៃណីរាជវាំងពីលក្ខណៈចិនមកលក្ខណៈខ្មែរបង្កើតជាវប្បធម៌សៀមនាពេលបច្ចុប្បន្នដូចបានរំលឹករួចមកហើយចាប់ពីពាក់កណ្ដាលសតវត្សទី14ឆ្លៀតឱកាសពេលដែលអាណាចក្រខ្មែរចុះទន់ខ្សោយដោយការវាយប្រហារពីគ្រប់ទិសទីពីសុខោទ័យម៉ុងហ្គោលនិងពួកចម្ប៉ាសហគមន៍ចិនដែលភាគច្រើនជាសមាជិករាជវង្សសុងនិងឥស្សរជនជាន់ខ្ពស់សុងដែលមករស់នៅជ្រកកោនលើទឹកដីខ្មែរសហការជាមួយក្រុមបះបោរនិងពួកតៃបានបង្កើតការបះបោរប្រឆាំងអាណាចក្រខ្មែរហើយបានកាត់ផ្ដាច់រដ្ឋអយុធ្យានិងល្វូទ្វារវតីចេញពីអាណាចក្រខ្មែរដើម្បីបង្កើតជាប្រទេសសៀមពួកគេចូលវាយប្រហារនិងប្លន់រាជធានីពិសិដ្ឋរបស់ខ្មែរចំនួន2ដងហើយក៏ធ្លាប់ដាក់ស្ដេចតៃចិនគ្រប់គ្រងអង្គរមួយរយៈតែត្រូវបានវត្ថុស័ក្តិសិទ្ធិទឹកដីអង្គរវាយប្រហាររត់ផាសក្រញ៉ាំទៅអយុធ្យាវិញអ្វីដែលត្រូវដឹងចាប់ពីការបង្កើតប្រជាជាតិសៀមនៅសតវត្សទី14មកប្រទេសសៀមបុរាណត្រូវបានចិនចាត់ទុកថាជាអាណាខេត្តមួយរបស់ចិនស្ដេចចិនគ្រប់សម័យកាលពីពេលនោះរហូតមកដល់រាជវង្សឈិងតែងតែផ្ញើត្រារាជវង្សភាសាចិនមកឲ្យស្ដេចសៀមឬតៃប្រើប្រាស់ជាផ្លូវការនៅលើត្រានោះចិនសរសេរជាភាសាចិនថាស្ដេចសៀមប្រពៃណីនេះត្រូវបានបញ្ចប់ដោយរាមាទី4នៅពាក់កណ្ដាលសតវត្សទី19អ្វីដែលគួរឲ្យកត់សម្គាល់មួយទៀតគឺអ្នកដឹកនាំឥស្សរជនជាន់ខ្ពស់របស់ប្រទេសតៃមានស្ថានទូតមេទ័ពលក្ខនិងលក្ខសុទ្ធតែជាជនជាតិចិននេះជាមូលហេតុដែលស្ដេចតៃបានច្នៃរូបចម្លាក់បដិមារូបចិនដាក់តាមវត្តអារាមនានាសូម្បីតែនៅក្នុងបរិវេណរាជវាំងសៀមដើម្បីរំលឹកដល់គុណបុព្វបុរសរបស់គេជាចិន
ក្នុងចំណោមនោះមានព្រះវិហារមួយត្រូវបានគេកសាងនៅលើទីតាំងបុរាណខ្មែរសម្រាប់ព្រះនាងចិនម្នាក់ដែលស្ថិតនៅវត្តផាណាមខាងជើងដោយដែលបានរៀបរាប់មកហើយចាប់ពីការបង្កើតប្រទេសសៀមនៅពាក់កណ្ដាលសតវត្សទី14មកស្ដេចចិនតែងតែផ្ញើត្រារាជវង្សចិនមកឲ្យស្ដេចសៀមប្រើប្រាស់ជាត្រារាជផ្លូវការស្ដេចសៀមមិនអាចគ្រប់គ្រងប្រទេសសៀមដោយមិនមានត្រាបញ្ជូនពីប្រទេសចិនមកបាននោះទេមានន័យថាប្រទេសចិនគ្រប់គ្រងលើប្រទេសសៀមទាំងស្រុងបើស្ដេចណាមិនចំណុះឲ្យចិនមានសិទ្ធិអំណាចទម្លាក់ស្ដេចនោះចេញដោយកម្លាំងយោធាឬអ្វីផ្សេងទៀតដូចជាករណីស្ដេចតាក់ស៊ីនជាស្ដេចដ៏ឃោរឃៅនិងមានអំណាចដ៏អស្ចារ្យរួមដៃគ្នាជាមួយនឹងចិនឈីងវាយកំចាត់ភូមាចេញពីទឹកដីសៀមនិងលាវរហូតដល់ស្រុកខ្មែរធ្លាយដល់ស្រុកយួនតែតាក់ស៊ីនមិនត្រូវបានចិនទទួលស្គាល់ថាជាស្ដេចសៀមទេចិនឈីងចង់ឲ្យតាក់ស៊ីនស្វែងរកត្រកូលស្ដេចខ្មែរបុរាណមកគ្រងរាជ្យទើបចិនទទួលស្គាល់និងសុខចិត្តបញ្ជូនត្រារាជមកឲ្យស្ដេចសៀមថ្មីជាយថាហេតុស្ដេចតាក់ស៊ីនមិនត្រូវបានរាប់ជាស្ដេចសៀមព្រោះគ្មានត្រារាជពីចិនទីបំផុតពួកចិននិងមេទ័ពខ្មែរមេទ័ពចិនឬម៉ូនចិនម្នាក់បានខົບខិតសម្លាប់តាក់ស៊ីនហើយប្រកាសខ្លួនជាស្ដេចសៀមដោយមានការសាទរពីចិនក៏បានផ្ញើត្រារាជឲ្យសៀមមកឲ្យរាមាទី1ប្រើប្រាស់ជាផ្លូវការនៅលើត្រារាជចិននេះមានសរសេរជាភាសាចិនថាស្ដេចសៀមយើងអាចនិយាយបានថាតាំងពីសតវត្សទី14មកព្រំដែនចិនជាមួយខ្មែរលែងនៅយូណានទៀតហើយប៉ុន្តែគឺនៅអយុធ្យាហើយនៅចុងសតវត្សទី18ដើមសតវត្សទី19ចិនបានវាយកទឹកដីខ្មែរបន្ថែមទៀតដោយបានពង្រីកទឹកដីសៀមនិងរំកិលព្រំដែនសៀមចូលយ៉ាងជ្រៅទៅក្នុងទឹកដីខ្មែរបុរាណខ្មែរអាចបាត់បង់ទឹកដីទាំងស្រុងដោយសារតែការហែកស៊ីពីចិនសៀមនិងចិនយួនមីងម៉ាងប្រសិនបើគ្មានការអន្តរាគមន៍ពីប្រទេសបារាំងទេនោះត្រារាជចិនរបស់ពូជចក្រីត្រូវបានលុបបំបាត់ចោលដោយស្ដេចរាមាទី4ជំនួសដោយត្រារាជថ្មីដែលមានលក្ខណៈខ្មែរនិងសរសេរជាភាសាខ្មែរព្រះបរមរាជអង្គការគំនូរនៅលើត្រាថ្មីរបស់ស្ដេចរាមាទី4ត្រូវបានផ្លាស់ប្ដូរពីផ្កាឈូករបស់ចិនទៅជារចនាបថខ្មែរតំណាងដោយមង្គតកំពូលវែងស្រួចនិងសញ្ញាអូមរបស់ខ្មែរនិងមានរចនាសត្វទេវកថាដូចដែលយើងបានឃើញនៅលើជញ្ជាំងប្រាសាទអង្គរវត្តនិងប្រាសាទខ្មែរជាច្រើនទៀតដោយឡែកមិនមែនតែត្រារាជដែលត្រូវបានរាមាទី4ផ្លាស់ប្ដូរពីលក្ខណៈចិនមកខ្មែរសូម្បីតែត្រានិងនិមិត្តសញ្ញារបស់ក្រសួងនានារបស់សៀមទាំងអស់ក៏ត្រូវបានផ្លាស់ប្ដូរមកជាលក្ខណៈខ្មែរទាំងអស់ដែរកំណែទម្រង់ដ៏មហិមារបស់រាមាទី4ត្រូវបានស្ដេចស្នងរបស់ទ្រង់គឺរាមាទី5និងរាមាទី6បានបន្តភារៈនេះរហូតមកត្រារាជដែលបង្កើតដោយរាមាទី4ដែលសរសេរជាអក្សរខ្មែរទើបតែបានស្ដេចសៀមក្រោយបោះបង់ចោលនៅឆ្នាំ1940ជំនួសដោយត្រាថ្មីសរសេរជាភាសាសៀមទំនើបតែនៅរក្សាគំនូសផ្សេងៗនៅលើត្រាដដែលចាអត្ថបទនេះដកស្រង់ចេញពីក្រមប្រឹក្សាវប្បធម៌ខ្មែរច័ន្ទអរគុណប្រិយមិត្តវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរអរគុណប្រិយមិត្តដែលចំណាយពេលវេលាទស្សនាវីដេអូមួយនេះក៏សូមខន្តីអភ័យទោសរាល់ពាក្យសម្ដីលើលួសខ្វះខាតត្រង់ចំណុចណាមួយចាពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលា